ជំរាបសួរបងប្អូនអ្នកគ្នាដែលបានចូលមកកាន់វីដេអូរបស់ Channel TPA វីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពីគន្លឹះបន្តិចបន្តួចសម្រាប់បងប្អូនដែលគាត់បានដឹងពីរបៀបតាំងរូបភាពនៅលើអេក្រង់ទូរស័ព្ទ Oppo Vivo សរុបទៅគឺទូរស័ព្ទ Android ទាំងអស់យើងវាស្តៀងគ្នាទេបងប្អូនធ្វើមកតាមខ្ញុំទៅខ្លីៗទេវីដេអូនេះបងប្អូនគ្រាន់តែចូលទៅកាន់រូបកន្លែងកម្មវិធី check រូបរបស់យើងទៅនេះហ្វូតូហ្នឹងចូលមកបាទចូលហ្វូតូយើងមកបន្តមកទៀតបងប្អូនរើសរូបភាពដែលយើងស្រឡាញ់ដែលយើងចង់តាំងឧទាហរណ៍ថារូបនេះខ្ញុំចង់តាំងរូបរើសរូបមួយអូខេបន្តមកទៀតបងប្អូនកន្លែងនេះគឺនេះដាក់ត្រេ2នេះបន្តមកទៀតនេះវាលោតថា set as wallpaper ចុចបាច់មកបន្តមកទៀតចុចពាក្យថា set as មកដល់កន្លែងនេះវាឲ្យកន្លែងរើសច្រើនវាដាក់ថា set lock screen មានន័យថានៅពេលដែលយើងចុច lock screen ទើបឃើញរូបហ្នឹងហើយមួយទៀតset home screen wallpaper អាហ្នឹងគឺនៅកន្លែងដែលយើងដោះសោរួចវាលោតចេញមកវាឃើញនៅកន្លែងហ្នឹងហើយបន្តមកទៀតគឺកន្លែងនេះគឺដាក់ទាំងពីរបាទហើយខាងក្រោមនេះមិនបាច់ខ្វល់វាទេអញ្ចឹងយើងរើសយកពាក្យកន្លែងដែលយើងចង់ដាក់មកខ្ញុំដាក់កន្លែង home screen មកអូខេបន្តមកទៀតថយមកក្រោយមកនេះបងប្អូនជាប់ហើយតែប៉ុណ្ណឹងប៉ុន្តែនៅកន្លែង lock screen គឺផ្សេងប៉ុន្តែបើសិនជាខ្ញុំចុចឲ្យ lock screen គឺវាដាច់ record អញ្ចឹងខ្ញុំអត់ចុចទេវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ